ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញជូនបងប្អូនទាំងអស់គ្នាអំពីការត្រាំទឹកឃ្មុំជាមួយនឹងកន្ទួតព្រៃដោយសារតែមានបងប្អូនជាច្រើនគាត់សួរខ្ញុំថាហេតុអីបានជាខ្ញុំត្រាំក្នុងបរិមាណប្រើទឹកឃ្មុំតិចមែនទែននេះបងប្អូនកន្ទួតព្រៃដែលខ្ញុំទៅនឹងដាក់ទឹកឃ្មុំចូលទៅជាមួយនឹងកន្ល10លីត្រណាអញ្ចឹងសម្រាប់ការត្រាំរបស់នាងខ្ញុំគឺនាងខ្ញុំប្រើទឹកឃ្មុំបរិមាណ3/10នៃកន្លកន្ទួតព្រៃដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងនៅពេលដែលយើងធ្វើការដាក់ទឹកឃ្មុំប៉ុណ្ណេះរួចហើយយើងធ្វើការកលែងនេះបងប្អូនណាអានេះគឺគាត់កលែងហើយហើយចំពោះការកលែងពេលដែលបងប្អូនត្រាំថ្មីបងប្អូនត្រូវតែឧស្សាហ៍កលែងដើម្បីឲ្យទឹកឃ្មុំវាសព្វជាមួយនឹងផ្លែកន្ទួតព្រៃបានល្អរួចហើយចាថ្ងៃមួយថ្ងៃកលែងម្ដងមួយថ្ងៃកលែងម្ដងជាដើមណាបងប្អូនហើយនេះគឺជាកន្ទួតព្រៃដែលយើងធ្វើការត្រាំកាលពីថ្ងៃទី6 ខែ 6គិតមកដល់ថ្ងៃនេះគឺបានរយៈពេល4ថ្ងៃឃើញថាទឹកកន្ទួតព្រៃគឺវាចេញបានច្រើនគួរសមហើយដូចបងប្អូនឃើញជាក់ស្ដែងអញ្ចឹងសម្រាប់បងប្អូនដែលចង់បានជាមួយនឹងកន្ទួតព្រៃត្រាំជាមួយនឹងទឹកឃ្មុំរួចជាស្រេចឬមួយក៏ចង់បានជាមួយនឹងផ្លែកន្ទួតព្រៃស្រស់ៗនេះបងប្អូនណាចាកន្ទួតព្រៃនេះគឺយើងបាច់ថ្មីជារៀងរាល់ថ្ងៃនៅខេត្តមណ្ឌលគិរីបងប្អូនដែលគាត់តាមដានเพจរបស់នាងខ្ញុំឃើញហើយចានាងខ្ញុំទៅតែត្រឡប់មកពីខេត្តមណ្ឌលគិរីដើម្បីបង្ហាញទំនុកចិត្តជូនបងប្អូនទាំងអស់គ្នាសម្រាប់កន្ទួតព្រៃ1គីឡូត្រឹមតែ10000រៀលលាងទឹកមកស្អាតជូររួចរាល់ហើយបញ្ជាក់ជូនផ្លែកន្ទួតព្រៃបែកជារៀងរាល់ថ្ងៃមានតូចមានធំថ្ងៃណាខ្លះក៏បានធំល្អបែបនេះថ្ងៃណាខ្លះក៏បានរាងតូចជាងនឹងក៏ប៉ុន្តែអ្វីដែលសំខាន់គឺកន្ទួតព្រៃរបស់យើងចាស់ល្អបងប្អូនហើយនេះវិញគឺទឹកឃ្មុំចាជាមួយនឹងប្រភេទទឹកឃ្មុំខែប្រាំងគឺខ្ញុំមានប្រូម៉ូសិនចា2លីត្រ80000ហ្វ្រីសេវាដឹកជូនគ្រប់ខេត្តក្រុងបើសិនជាបងប្អូនចាចង់បានឈុតពិសេសទឹកឃ្មុំចំនួន2លីត្រផ្លែកន្ទួតព្រៃចំនួន6គីឡូបងប្អូនដាក់ត្រាំជាមួយនឹងកន្ល10លីត្រទឹកបែបនេះចោលរយៈពេលចាប់ពី1ខែ3ខែ6ខែទៅ1ឆ្នាំគឺប្រើប្រាស់ល្អមែនទែនចំពោះសុខភាពបងប្អូនចង់បានកុំភ្លេចធ្វើការកុំងបានចាសូមអរគុណច្រើនកុំភ្លេចជួយគាំទ្រជាមួយនឹងឱសថបុរាណខ្មែរទាំងអស់គ្នា